រោងម៉ាស៊ីនកិនស្រូវនៅខាងស្រុកថ្មគោលដែលកំពុងតែមមាញឹកប្រមូលទិញស្រូវបងប្អូនកសិករបាទគឺមួយថ្ងៃប្រមាណជា1000ទៅ1500តោនឯណោះបាទដើម្បីនាំអង្ករចេញបាទនេះសកម្មភាពបាទនៃការប្រមូលទិញស្រូវរបស់រោងម៉ាស៊ីនកិនស្រូវនៅខាងស្រុកថ្មគោលនៅក្នុងរដូវប្រមូលផលស្រូវឆ្នាំវស្សា2025នេះរោងម៉ាស៊ីនកិនស្រូវបាទនៅស្រុកថ្មគោលបាននឹងកំពុងសកម្មភាពទៅលើការប្រមូលទិញស្រូវនិងសម្ងួតនឹងកែច្នៃវិខ្ចប់បាទជាអង្ករសម្រាប់នាំទៅក្រៅប្រទេសគណៈនៅឆ្នាំ2025នេះរោងម៉ាស៊ីនបាននាំចេញអង្ករប្រមាណជា40000តោនទៅកាន់ទីផ្សារអឺរ៉ុបចិនបារាំងបាទអាល្លឺម៉ង់អូស្ត្រាលីអាហ្វ្រិកខាងត្បូងបាទញូហ្សេឡង់ហុងកុងនិងម៉ាឡេស៊ីជាដើមបាទនេះបង្ហាញអំពីសកម្មភាពនៃរោងម៉ាស៊ីនកិនស្រូវ Golden Star កញ្ញារីរិទ្ធកឹមអានដែលជាអគ្គនាយករងនៃក្រុមហ៊ុន Golden Star Rice បាទគឺក្នុងនោះបានលើកឡើងថាម៉ាស៊ីនកិនស្រូវ Golden Star គឺបានប្រមូលទិញស្រូវពីបងប្អូនកសិករនៅខេត្តបាត់ដំបងពោធិ៍សាត់និងបន្ទាយមានជ័យក្នុងមួយថ្ងៃចន្លោះពី1000បាទទៅ1500តោនកញ្ញាក៏បានបន្ថែមថារោងម៉ាស៊ីនកិនស្រូវគឺមានសមត្ថភាពផលិតកែច្នៃវិខ្ចប់អង្ករបាន500តោនក្នុងមួយថ្ងៃនឹងជួយបង្កើតការងារជូនពលរដ្ឋប្រមាណជា500នាក់កញ្ញាក៏បានបន្ថែមថាសម្រាប់ឆ្នាំ2026ខាងមុខរោងម៉ាស៊ីនកិនស្រូវបាទគ្រោងនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចន្លោះពី5ទៅ60000តោនគណៈរោងម៉ាស៊ីនបានដាក់ចេញទៅផែនការពង្រីកសង្វាក់ផលិតកម្មដើម្បីនាំចេញនិងពង្រីកទីផ្សារទៅក្រៅស្រុកបន្ថែមទៀតក្នុងឆ្នាំ2025នេះក្រុមហ៊ុនយើងខ្ញុំបាននាំចេញអង្ករ40000តោនទៅប្រទេសផ្សេងដូចជាប្រទេសចិនប្រទេសអាល្លឺម៉ង់ប្រទេសបារាំងប្រទេសហុងកុងប្រទេសម៉ាឡេស៊ីប្រទេសអូស្ត្រាលី The Netherlands South Africa អាមេរិកហើយនិងប្រទេស UK ដូចគ្នាបច្ចុប្បន្ននេះខាងយើងខ្ញុំទិញស្រូវពីប្រជាពលរដ្ឋក្នុងមួយថ្ងៃចំណុះ1000តោនទៅ1500តោនហើយបើជាអង្ករវិញយើងខ្ញុំអាចផលិតក្នុងមួយថ្ងៃ500តោនការទិញស្រូវទាំងអស់នោះគឺប្រមូលទិញពីប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងផ្ទាល់ហើយនិងខេត្តជិតជុំវិញនឹងដូចគ្នាបច្ចុប្បន្ននេះយើងខ្ញុំអាចជួយបង្កើតការងារដល់ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបងផ្ទាល់ហើយនិងខេត្តផ្សេងទូទាំងប្រទេសកម្ពុជាតែម្ដងមាន500នាក់ហើយគាត់មកពីខេត្តផ្សេងដូចជាកំពង់ធំតាកែវខេត្តបាត់ដំបងក៏ច្រើនហើយខេត្តជិតជុំវិញនឹងទាំងអស់ដែរចា៎គោលដៅឆ្នាំ2026រោងចក្រយើងខ្ញុំមានបំណងចង់ពង្រីកបន្ថែមដើម្បីបង្កើតផលិតឲ្យបានកាន់តែច្រើនយើងខ្ញុំចង់នាំចេញទៅប្រទេសក្រៅក្នុងចំណុះ50000ទៅ60000តោនហើយយើងខ្ញុំបានមានគម្រោងសិក្សាដើម្បីបង្កើតឡសម្ងួតបន្ថែមម៉ាស៊ីនរើសពណ៌ហើយបន្ថែមឃ្លាំងដើម្បីស្តុកស្រូវនិងអង្ករក្នុងនាមជាកូនខ្មែរហើយក្នុងនាមជាសមាជិកម្នាក់ដែលនៅក្នុងវិស័យស្រូវអង្ករនេះខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ដែលអង្ករខ្មែរយើងអង្ករផ្កាម្លិះផ្ការំដួលខ្មែរយើងដែលបានទទួលពានជាអង្ករជាប់លំដាប់ថ្នាក់ពិភពលោកល្អជាងគេនៅក្នុងឆ្នាំ2025ហើយជាលើកទី7ហើយដែលអង្ករខ្មែរយើងបានទទួលបានអញ្ចឹងមិនមែនជាលើកទី1ទេជាលើកទី7ហើយអញ្ចឹងនេះបង្ហាញថាអង្ករខ្មែរយើងមានគុណភាពល្អតាំងពីដើមហើយឥឡូវនេះគឺមានការបង្រឹងគុណភាពនឹងកាន់តែល្អទៅមុខទៀតក្រុមហ៊ុនយើងខ្ញុំបានមានឱកាសទៅចូលរួមតាំងពីពណ៌នៅប្រទេសផ្នែកអឺរ៉ុបខ្ញុំផ្ទាល់តែបានមកវិញពីប្រទេស Germany ប្រទេសអាល្លឺម៉ង់ហើយនឹងយើងតាំងពីពណ៌នៅភ្នំពេញជាមួយនឹងភ្ញៀវអន្តរជាតិកាន់តែច្រើនហើយទៅមុខនេះទៀតក្នុងរយៈពេលបន្តិចទៀតនេះខ្ញុំនឹងបានមានឱកាសទៅចូលរួមតាំងពីពណ៌នៅប្រទេស Turkey ដែលជាប្រទេសមួយដែលអត់ទាន់មានទីផ្សារច្រើនទេសម្រាប់អង្ករខ្មែរប៉ុន្តែខ្ញុំសង្ឃឹមថាក្រុមហ៊ុនយើងខ្ញុំនឹងយកអង្ករខ្មែរយើងទៅឲ្យប្រទេសគេឃើញហើយនឹងផ្សព្វផ្សាយអង្ករខ្មែរយើងទៅឲ្យគេស្គាល់កាន់តែច្រើនជាកូនខ្មែរហើយក្នុងនាមជាខ្ញុំដែលបានរៀននៅសហរដ្ឋអាមេរិកខ្ញុំតែងតែមានក្តីសង្ឃឹមមួយថា
ចង់ឲ្យប្រទេសអាមេរិកស្គាល់អង្គរខ្មែរកាន់តែច្រើនហើយជាពិសេសទៀតខ្ញុំពិតជាមានមោទនភាពចំពោះក្រុមហ៊ុន Golden Star ផ្ទាល់ដែលមិនត្រឹមតែយកអង្គរខ្មែរទៅទេត្រឹមតែយក brand កូនខ្មែរដែលយើងបានធ្វើបង្កើតមកជាច្រើនឆ្នាំហើយឥឡូវនេះយើងបានជោគជ័យដើម្បីយកតែដល់សហរដ្ឋអាមេរិកគឺជាប្រទេសមួយដែលមានមនុស្សច្រើនហើយមហាអំណាចហើយពិតជាមានមោទនភាពដែលបានអង្គរខ្មែរយើងទៅឲ្យគេស្គាល់មិនត្រឹមតែឲ្យប្រជាពលរដ្ឋអាមេរិកស្គាល់ទេសូម្បីតែប្រជាពលរដ្ឋខ្មែរយើងដែលគាត់រស់នៅសហរដ្ឋអាមេរិកគាត់ក៏មានការសប្បាយចិត្តដែលបានអង្គរខ្មែរយើងទៅដល់ហើយខ្ញុំបានឃើញការគ្រប់គ្រងពីពួកគាត់ច្រើនមែនតើក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបហើយក៏ជាតំណាងឲ្យក្រុមហ៊ុន Golden Star ទាំងមូលផងដែរសូមអរគុណទៅខាងរាជរដ្ឋាភិបាលដែលបានជួយលើកតម្កើងវិស័យស្រូវអង្ករនេះតាំងពីដើមរហូតមកហើយខាងក្រសួងក៏បានជួយខាងរោងម៉ាស៊ីនច្រើនដែរប៉ុន្តែអ្វីដែលសំខាន់នោះបើសិនអ្វីដែលខ្ញុំមានសំណូមពរថាបើសិនបើរាជរដ្ឋាភិបាលជួយពង្រឹងតម្លៃភ្លើងឲ្យបានកាន់តែទាបជាងនឹងបន្តិចទៀតដើម្បីឲ្យខាងក្រុមហ៊ុនយើងខ្ញុំអាចបង្កើតសមិទ្ធកម្មកាន់តែច្រើនធ្វើការងារឲ្យបានកាន់តែច្រើនកិនអង្គឲ្យបានកាន់តែច្រើនដើម្បីយើងមានសមត្ថភាពលក់កាន់តែច្រើនឲ្យបានទៅប្រទេសផ្សេងដោយសារតែយើងខ្ញុំសង្កេតឃើញថាពេលណាដែលខាងរោងម៉ាស៊ីនមានការងារធ្វើច្រើនពួកយើងអាចជួយការងារទៅខាងពលរដ្ឋយើងច្រើនមែនតើមួយថ្ងៃខាងប្រជាពលរដ្ឋយើងគាត់ចង់ធ្វើការគាត់ចង់បានប្រាក់សម្រាប់ផ្គត់ផ្គង់គ្រួសារអញ្ចឹងហើយពេលដែលយើងមានការងារច្រើនយើងក៏អាចជួយចំណែកមួយធំដែរទៅខាងបងប្អូននៅក្នុងស្រុកយើងផ្ទាល់នេះដែរបាទបងប្អូនបានទស្សនានៅសកម្មភាពនៃការប្រមូលទិញស្រូវរបស់បងប្អូនប្រជាកសិករនេះបាទពីរោងម៉ាស៊ីនកិនស្រូវនៅស្រុកថ្មគោលព្រោះគាត់បានប្រមូលទិញនេះគឺមិនមែនត្រឹមតែខេត្តបាត់ដំបងទេប្រមូលទិញស្រូវពីបងប្អូនពីខេត្តពោធិ៍សាត់នោះក៏មានប្រមូលទិញស្រូវពីខេត្តបន្ទាយមានជ័យនោះក៏មានព្រោះចន្លោះពីមួយថ្ងៃគឺពី1000ទៅ1500ថោនឯណោះហើយរោងម៉ាស៊ីនរបស់គាត់មានសមត្ថភាពនៅក្នុងការកែច្នៃនិងវេចខ្ចប់អង្គរបាន500ថោនក្នុងមួយថ្ងៃហើយសប្តាហ៍ថ្ងៃក៏បានជួយបង្កើតការងារជូនដល់ពលរដ្ឋប្រមាណជាង500នាក់ដែរ